បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទ Mr. AJ ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបលទ្ធផលជាមួយនឹងគូប្រកួតនៅក្នុងព្រឹត្តិការណ៍ WWE SummerSlam ប្រចាំឆ្នាំ2026ចឹងអានេះគឺជាការសង្ខេបថ្ងៃទី2ឬក៏ SummerSlam Sunday ហ្នឹងឯងហើយចឹងគឺបានបញ្ចប់ហើយព្រឹកមិញគឺចប់សពគ្រប់ហើយទាំង2រាត្រីហ្នឹងឯងហើយចឹងខ្ញុំនឹងប្រមូលផ្ដុំតិចតួចយកមកសង្ខេបចែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះចឹងរកចាប់តាមដានស្ដាប់ជាមួយនឹងខ្ញុំបាទនៅពេលបន្តិចទៀតនេះចឹងសម្រាប់អ្នកទាំងអស់គ្នាណាដែលចង់ទស្សនាព្រឹត្តិការណ៍ SummerSlam ដែលលេងព្រឹកមិញនេះក៏ដូចជាម្សិលមិញអ្នកដែលអត់ទាន់បានមើលទេអាចតាក់ទងមកកាន់ខ្ញុំបានគឺខ្ញុំមានក្រុម Telegram សម្រាប់ផុសគឺអ្នកទាំងអស់គ្នាណាដែលចង់ទស្សនាអាចចុចជាមួយនឹង link Telegram នៅក្នុង description របស់វីដេអូនេះបានគឺ link ពណ៌ខៀវៗហ្នឹងចុចទៅដើម្បីតាក់ទងចូលក្នុងក្រុមចឹងសម្រាប់វីដេអូហ្នឹងខ្ញុំមិនដឹងថាស្ដាប់ឮអត់ទេព្រោះនៅខាងក្រៅគឺមានភ្លៀងចឹងណាចឹង SummerSlam ថ្ងៃទី2នេះគឺល្អមើលជាងថ្ងៃទី1បាទនេះថាមួយយ៉ាងម្នាក់ប៉ុន្តែថ្ងៃទី2នេះគឺអេមជាងអញ្ចឹងទៅមាន surprise ច្រើនមានអីចឹងទៅចឹងថ្ងៃទី2នេះវាគ្រាន់បើជាងចឹងចូលមកដល់គូបើកឆាកដំបូងតែម្ដងគឺជាការប្រកួតរវាង Finn Balor ប្រកួតជាមួយនឹង Sami Zayn ដំបូងគេប្រកួតមួយស្មើទេស្រាប់តែ Nick Aldis ចេញមកដែលគាត់ឥឡូវហ្នឹងក៏នៅតែជាអ្នកគ្រប់គ្រងការប្រកួតក៏ដូចជារៀបចំនៅ SmackDown ដដែលទេហើយចឹងគាត់មកដល់ក៏គាត់និយាយបន្ថែមផងដែរថាការប្រកួតហ្នឹងត្រូវថែមកីឡាករចូលវាយទៀតហើយទី1ហ្នឹងគឺបង្ហាញខ្លួនមកកាន់ធើខ្ញុំហួសចិត្តមែនតើដែលកាន់ធើចេញមកបានន័យថាអាវាយយប់ទី1នោះហើយឥឡូវមកចូលជ្រៀតជ្រែកនៅយប់ទី2ជាមួយគេទៀតខ្ញុំក៏ឃើញកាន់ធើមកខ្ញុំមានអស់សង្ឃឹមដែរណាប៉ុន្តែបន្ទាប់មកពីកាន់ធើមកដល់ហើយស្រាប់តែ Nick Aldis ថានៅមានម្នាក់ទៀតគឺ Kevin Owens បានបង្ហាញខ្លួនមកហើយក្រោយពីបាត់រយៈពេលជិត1ឆ្នាំដែរដោយសារតែរបួសកកាលពីឆ្នាំ2025ចឹងទៅឥឡូវគឺគាត់បានបង្ហាញខ្លួនមកវិញខ្ញុំសប្បាយចិត្តមែនទែនឃើញគាត់មកវិញហ្នឹងប៉ុន្តែអីដែលខ្ញុំអាណិតនោះគឺ Finn Balor ព្រោះឥឡូវនេះគឺមានគេជ្រៀតជ្រែកឡើង2នាក់តែការប្រកួតត្រូវគាត់ឈ្នះហើយឥឡូវ Kevin Owens មកទៀតកាន់ធើមកទៀតអញ្ចឹងការប្រកួតហ្នឹងពី2នាក់คล้ายទៅជា Fatal 4-way ឬក៏វាយ4នាក់ហ្នឹងឯងអញ្ចឹងការប្រកួតហ្នឹងគឺបានបញ្ចប់ទៅដោយ Kevin Owens ដែលទើបតែមកហ្នឹងក៏យកឈ្នះនៅក្នុងការប្រកួតហ្នឹងតែម្ដងហើយคล้ายទៅជា number 1 contender ក៏ដូចជាបេក្ខភាពសម្រាប់ប្រកួតយក Undisputed WWE Champion គេអត់ទាន់ប្រកាសថានៅព្រឹត្តិការណ៍ណាទេអញ្ចឹង Kevin Owens មកនេះគឺមកឈ្នះតែម្ដងដូចខ្ញុំនិយាយអញ្ចឹងអាណិតតែ Finn ទេគាត់ត្រូវមានបេក្ខភាពឥឡូវចាញ់បាត់ទៀតហើយ Finn អញ្ចឹងបន្តប្រទានមកដល់គូទី2ដែលជាការប្រកួតដណ្ដើមយក United States Champion រវាង Trick Williams ប្រកួតជាមួយនឹង Baron Corbin ហើយការប្រកួតនេះខ្ញុំអត់ចង់និយាយច្រើនទេជាលទ្ធផលគឺ Baron Corbin ក៏យកឈ្នះនៅក្នុងការប្រកួតហ្នឹងហើយក្លាយទៅជាម្ចាស់ក្រុង United States Champion ថ្មីអញ្ចឹងឥឡូវគាត់មកនេះគឺមកឈ្នះយកខ្សែក្រវ៉ាត់តែម្ដងលក្ខណៈថាគាត់ធ្លាប់កាន់ដែរ United States Champion នៅកាលមុនតែឥឡូវគាត់កាន់អាសេរីថ្មីមួយទៀតអញ្ចឹងមកដល់គូទី3ដែលជាការប្រកួត Ladder Match ផ្នែកនារីគឺជាការប្រកួតនារី5នាក់ដាក់ចដាលឡើងយក WWE Women Champion ហើយការប្រកួតនេះគឺមានប្រមាណអ្នកហ្នឹងស្រី 4-5 នាក់ហ្នឹងឯងហើយខ្ញុំអត់រៀបរាប់អីច្រើនទេជាលទ្ធផលតែម្ដងគឺ Chelsea Green ក៏យកឈ្នះនៅក្នុងការប្រកួតហ្នឹងដាក់ចដាលឡើងយក WWE Women Champion បានសម្រេចអញ្ចឹងនេះគឺជាខ្សែក្រវ៉ាត់មុនដំបូងរបស់គាត់ហើយដែលជាខ្សែក្រវ៉ាត់ធំអញ្ចឹងចូលរួមអបអរសាទរចំពោះ Chelsea Green ផងដែរអញ្ចឹងមកដល់គូទី4ដែលជាការប្រកួតខ្ញុំគិតថាវាអត់ប្រយោជន៍មែនទែនគឺជាការប្រកួតរវាង Danhausen ប្រកួតជាមួយនឹង Dominic Mysterio ហើយសម្រាប់ការប្រកួតខ្ញុំអត់និយាយច្រើនទេគឺការប្រកួតនេះគឺបានបញ្ចប់ទៅដោយ Danhausen ក៏យកឈ្នះទៅលើ Dominic អីចឹងទៅខ្ញុំអត់រៀបរាប់ច្រើនទេដោយសារគូអត់ប្រយោជន៍អញ្ចឹងមកដល់គូទី5ដែលជាការប្រកួតដណ្ដើមយក Intercontinental Champion រវាង Penta ប្រកួតជាមួយនឹង Chad Gable សម្រាប់ការប្រកួតហ្នឹងគឺវាយគ្នាល្អមើលមែនតើ Chad Gable គឺវាយជក់ចិត្តមែនតើហើយ Penta ហ្នឹងក៏ធ្វើបានល្អដែរហើយសម្រាប់ការប្រកួតហ្នឹងតែម្ដងគឺបានបញ្ចប់ទៅដោយ Chad Gable ក៏យកឈ្នះទៅលើ Penta ហើយខ្លាយទៅជាម្ចាស់ក្រុង Intercontinental Champion បានសម្រេចជាលើកដំបូងរបស់គាត់ដែលគាត់ក្រុងខ្សែក្រវ៉ាត់ធុនកដាលលក្ខណៈថាខ្សែក្រវ៉ាត់ទល់ដូចខ្ញុំនិយាយអញ្ចឹងគឺគាត់ធ្លាប់កាន់តែ Tag Team ទេឥឡូវបានកាន់ខ្សែក្រវ៉ាត់ទល់គេហើយនេះគឺជាទឹកដីកំណើតរបស់គាត់នៅ Minnesota ហ្នឹងហើយអញ្ចឹងនិយាយទៅគាត់យកប្រពន្ធយកកូនមកអបអរអញ្ចឹងណាយកម៉ែយកឪមកគឺរំភើបមែនតើសម្រាប់ moment ហ្នឹងគឺខ្ញុំលក្ខណៈថាសប្បាយចិត្តជំនួសChad Gable ហើយ Penta ក៏គាត់សប្បាយចិត្តនឹងទទួលយកការចាញ់របស់គាត់ដែរដោយសារគឺគាត់កាន់យូរដែរហើយល្មងរបូតឲ្យគេផ្សេងហើយអញ្ចឹងមកដល់គូទី6ក៏ដូចជាគូបញ្ចប់ប្រចាំព្រឹត្តិការណ៍ SummerSlam ទាំងមូលតែម្ដងគឺជាគូ Main Event ហ្នឹងឯង
គឺជាការប្រកួតដណ្ដើមយក World Heavyweight Champion រវាង The OTC The Tribal Chief Roman Reigns ត្រូវប្រកួតជាមួយនឹង Seth Freaking Rollins ដែលនេះគឺជាការប្រកួតដែលល្អមើលមួយដែលខ្ញុំគិតថា SummerSlam ហ្នឹងគឺមានតែការប្រកួត Seth ដែលល្អមើលខ្លាំងជាងគេជាមួយ Roman ហ្នឹងណាហើយ Seth in trend ចេញមកជាមួយនឹងម៉ាស់មុខរបស់ Roman ពាក់កាលពីនៅ The Shield អញ្ចឹងណាព្រោះ Roman កាលនៅ The Shield គាត់ពាក់អាលបាំងមុខហ្នឹងក្បាលឆ្កែហ្នឹងឯងអញ្ចឹងការប្រកួតហ្នឹងគឺវាយគ្នាយ៉ាងយូរមែនតើមានវាយដល់កន្លែងទស្សនិកជនផងវាយដល់កន្លែងបាក់តុកបាក់អីផងយល់ប្រើគ្រប់ក្បាច់ទាំងអស់ហើយអីដែលខ្ញុំលក្ខណៈថាសប្បាយចិត្តមែនតើគឺពួកគាត់ទាំងពីរនាក់គឺ tribute ក៏ដូចជារំលឹកទៅកាន់អតីតក្រុមរបស់គាត់គឺ Dean Ambrose ហ្នឹងឯងគឺម្នាក់ប្រើក្បាច់យឹតពីសង្វៀនហើយមួយទៀតប្រើក្បាច់ DDT របស់ Dean Ambrose គឺខ្ញុំសប្បាយចិត្តមែនទែនដែលគេ mention នៅក្នុងការប្រកួតហ្នឹងចឹងមើលទៅប្រហែលជា Dean Ambrose ចិត្តមកវិញហើយ Dean Ambrose ឬមួយក៏ Jon Moxley ដែលនៅ AEW ហ្នឹងចាំមើលមិនយូរទេឆ្នាំក្រោយប្រហែលជាអាចមកវិញហើយយើងចាំអត់មើលទាំងអស់គ្នាចឹងមកដល់ការប្រកួតនេះវិញគឺបានបញ្ចប់ទៅដោយ Roman Reigns ក៏អាចយកឈ្នះទៅលើ Seth Freaking Rollins បានហើយការពារ World Heavyweight Champion របស់គាត់បានសម្រេចនិយាយទៅគឺ Roman គាត់មានគ្នាមែនតែពេលដែលគាត់វាយគឺគាត់ឲ្យណាពីណាគេមកទេបើកាលគាត់ដើរតួខូចអាហ្នឹងមែន The Uso មកឆាឆៅប៉ុន្តែដល់ពេលតាមពីគាត់ដើរតួល្អមកគឺគាត់មានក្រុមមែនប៉ុន្តែគាត់វាយខ្លួនឯងមួយស្មើវាយដោយសមត្ថភាពអីចឹងទៅសូម្បីតែកៅអីដែល Seth យកមកវាយគាត់ហ្នឹងក៏គាត់អត់យកទៅវាយ Seth ដែរគាត់សុកចិត្តបោះចោលវាយមួយស្មើដៃទល់ដៃអីចឹងទៅអញ្ចឹងក្រោយពីបញ្ចប់ការប្រកួតទៅ Roman Reigns ក៏លក្ខណៈថាមើលទៅដូចរៀងលក្ខណៈនៅមានចិត្តនឹករលឹកទៅដល់មិត្តរួមក្រុមអីចឹងទៅ brother អញ្ចឹងណាកាលពីនៅ The Shield អីចឹងណាក៏គាត់ដាក់ដៃលក្ខណៈថាក្តាប់ដៃដែលជុលគ្នាហ្នឹងហើយ Seth ក៏ឡើងមកដល់ជុលជាមួយគ្នារំលឹកទៅកាន់កាលពីគាត់នៅជាក្រុម The Shield ខ្ញុំឃើញឡើងហ្នឹងហើយគឺសប្បាយចិត្តមែនតើដំបូងគិតថាប្រហែលជា Seth អត់ជុលដៃជាមួយ Roman ទេប៉ុន្តែចុងក្រោយគឺមកឈរជុលគ្នាតែម្ដងហើយសង្ឃឹមថាឆ្នាំក្រោយនឹងឃើញ Dean Ambrose មកដល់ជុលដៃជាមួយ Roman ដែរបាន3នាក់ចឹងអ្នកទាំងអស់គ្នាសម្រាប់ការសង្ខេបជាមួយនឹងលទ្ធផលនៅក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍ WWE SummerSlam ប្រចាំឆ្នាំ2026គឺបានបញ្ចប់ត្រឹមហ្នឹងហើយទាំងយប់ទី1ក៏ដូចជាយប់ទី2នេះគឺបានចប់សពគ្រប់ហើយយើងនៅតែតទៅរនៅថ្ងៃស្អែកទៀតអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរអញ្ចឹងចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះគឺខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា